នេះគឺជារបៀបលេង server Master Eco ឲ្យបានត្រឹមត្រូវអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីៗទឹកតែស្គាល់ Minecraft ទឹកតែស្គាល់ server Master Club ទេគឺមកមើលវីដេអូនេះត្រូវហើយអញ្ចឹងបើគ្នាយើងអត់តន់ចេះចូល server Master Club ទេគឺគ្នាយើងមើល link ខាងក្រោមខ្ញុំដាក់នៅក្នុង description ខាងក្រោមហ្នឹងគឺមើលទៅឃើញហើយរបៀបចូល server Master Club តាមទូរស័ព្ទដៃក៏មានតាមកុំព្យូទ័រក៏មានចូលទៅមើលទៅឃើញហើយអញ្ចឹងដំបូងឡើយគ្នាយើងចូលគឺនៅក្នុង hub អញ្ចឹងគ្នាយើងដើរមកមុខបន្តិចមក Master Eco គឺនៅកណ្ដាលគេតែម្ដងគ្នាយើងនេះគឺឈ្មោះថា Master Eco គ្នាយើងមើលឈ្មោះទៅឃើញហើយអញ្ចឹងគ្នាយើងចុចលើ NPC ហ្នឹងមកគឺវានាំអ្នកទាំងគ្នាចូលមកកាន់ server ហ្នឹងហើយចូលមកដំបូងវាកើតនៅកន្លែងទៅនេះហើយគ្នាយើងគួរតែមានកៅអៅមួយសេតដូចប្រូនេះមានហើយនេះ shield មួយ toll មួយសេតជាមួយនឹងកៅអៅមួយសេតឥឡូវនេះខ្ញុំអត់មានទេបើអ្នកគ្នាចូលមកអត់មានអញ្ចឹងគ្នាយើងគ្រាន់តែការ slash kit starter វាយតាមខ្ញុំអញ្ចឹងមកគឺគ្នាយើងនឹងទទួលបានកៅអៅមួយសេតហ្នឹងហើយនៅពេលក្រោយនៅពេលបាត់អីហ្នឹងគឺគ្នាយើងអាច slash អញ្ចឹងដើម្បីយកកៅអៅនឹងបានវិញទៀតហ្នឹងហើយមានជាមួយនឹងសាច់គោ20ដុំដែរអញ្ចឹងទុកពេលដែលយើង survival អត់មានសាច់មានអីញ៉ាំហ្នឹងគឺអាចញ៉ាំសាច់គោនឹងបានអូខេតោះបន្ទាប់ពីគ្នាយើងបានកៅអៅហ្នឹងហើយយើងធ្វើមិនទៀតបន្ទាប់ពីយើងបានកៅអៅមួយសេតហើយគឺយើងអាចទៅ survival បានហើយបានន័យថាយើងទៅរកកន្លែងធ្វើ base ធ្វើអីបានហើយហ្នឹងហើយអញ្ចឹងយើងធ្វើការចុច random teleport នេះមកជ្រុករំនេះចុចមកដើម្បីយើងចេញពី spawn អញ្ចឹងណាហ្នឹងហើយចុចមកវាអាចយើងរើឲ្យទៅ world ណា world nether ឬមួយក៏ world the end ឬមួយក៏ world overworld ធម្មតាអញ្ចឹងយើងស្រឡាញ់ធ្វើ base នៅណាគឺទៅទៅហ្នឹងទៅសម្រាប់ខ្ញុំគឺខ្ញុំចង់ធ្វើនៅ overworld វាស្រួលមានទេសភាពស្អាតស្អាតអញ្ចឹងណាហ្នឹងហើយអញ្ចឹងចុចឲ្យរងចាំតិចទៅគឺវានាំអ្នកនរគ្នាទៅដល់កន្លែងណាកន្លែងណីហើយយើងអាចធ្វើការរកកន្លែងដែលយើងធ្វើ base បានហើយហ្នឹងហើយអញ្ចឹងគ្នាយើងខ្ញុំណែនាំឲ្យគ្នាយើងដើរទៅឲ្យឆ្ងាយកុំនៅចិត្តហ្នឹងព្រោះថានៅចិត្តហ្នឹងអាចនឹងមានគេចុច random teleport មកអាចនឹងប៉ះផ្ទះយើងឬមួយក៏ប៉ះកន្លែងចិត្តផ្ទះយើងអញ្ចឹងណាអញ្ចឹងខ្លាចគេដើររកទៅឃើញផ្ទះយើងអញ្ចឹងខ្ញុំ recommend ឲ្យគ្នាយើងដើរទៅឲ្យឆ្ងាយបើសិនជាអាចដើរមានពេលវេលាដើរគឺដើររហូតដើរទៅឲ្យឆ្ងាយទៅបើគ្នាយើងចេះមើល coordinate យើងមើល coordinate មកណាយើងទៅឲ្យឆ្ងាយអញ្ចឹងណារាប់ម៉ឺន block អីអញ្ចឹងទៅដើម្បីឲ្យប្រកាសថាផ្ទះយើងគឺសុវត្ថិភាពអត់ឲ្យណាគេរកផ្ទះយើងឃើញទេមកដល់កន្លែងនេះខ្ញុំសូមកាន់បន្តិចបើហេតុអីបើយើងត្រូវលាក់ផ្ទះឲ្យឆ្ងាយដើម្បីកុំឲ្យគេរកឃើញនេះគឺជា server Master Eco គឺជា server មួយដែលគ្នាយើងត្រូវតែលាក់ base លាក់អីឲ្យចិត្តបើសិនជាគេរកឃើញ base គ្នាយើងគឺគេកំទេចចោលហើយយល់ទេអញ្ចឹងអ្នកទាំងគ្នាដូចគ្នាបើអ្នកគ្នាដើររកឃើញ base គេក៏អ្នកគ្នាអាចកំទេច base គេចោលដែរវាអត់មានការពារ base អត់មាន climb ladder មានអីញ៉ៃញ៉ៃទេគឺរកកន្លែងស្អាតធ្វើផ្ទះយកហ្មងហ្នឹងហើយអញ្ចឹងបានយើងត្រូវការពារផ្ទះយើងអ្នកផ្សេងនៅក្នុង server គេលេងច្រើនអញ្ចឹងគេអាចនឹងរកឃើញផ្ទះយើងរកឃើញ base យើងអញ្ចឹងគឺខ្ទេចហើយអញ្ចឹងបើអ្នកទាំងគ្នាចង់ការពារ base ខ្លួនឯងត្រូវតែដើរឲ្យឆ្ងាយទៅឲ្យឆ្ងាយមែនតើកាន់តែឆ្ងាយកាន់តែល្អហ្នឹងហើយអញ្ចឹងជំនាញខ្ញុំបាន live នៅក្នុង channel sing live ហើយខ្ញុំបានដើរមកឆ្ងាយខ្លាំងមែនតើក៏បានមកឃើញរូងភ្នំនេះហ្នឹងហើយក៏ចាប់ដើមកំទេចរូងភ្នំហ្នឹងឲ្យកាន់តែធំជាងមុនហើយធ្វើ base នៅខាងក្រោមហ្នឹងតែម្ដងអញ្ចឹងឥឡូវ base ខ្ញុំគឺនៅក្នុងរូងភ្នំគឺឆ្ងាយមែនតើយើងអត់មានណាគេរកឃើញទេខ្ញុំគិតថាអត់មានណាគេរកឃើញទេអញ្ចឹងទីទៀតខ្ញុំចាប់ដើមសង់ផ្ទះទៅហ្នឹងហើយអញ្ចឹងគ្នាយើងពេលដែលរកឃើញកន្លែងធ្វើ base ដូចខ្ញុំអញ្ចឹងហើយគ្នាយើងធ្វើការ slash set home អូខេយើងបាន base ហើយយើងត្រូវ set home ព្រោះអីបើយើងអត់ set home ទេថ្ងៃក្រោយយើងដើរទៅឆ្ងាយទៅណាទៅណីបាត់យើងវិញ base មក base វិញអត់កើតទេអញ្ចឹងធ្វើការ slash set home ស្រួលយើងមកផ្ទះវិញពេលក្រោយហ្នឹងហើយអញ្ចឹងគ្នាយើងកុំឲ្យញ៉ៃច្រើនវាយតាមខ្ញុំអញ្ចឹងមក slash set home ហើយដក clear ដាក់ home 1ឬមួយក៏ base 1ដាក់ឈ្មោះដាក់ទៅស្រេចចិត្តតែគ្នាយើងចំណាំខ្លួនឯងទៅហ្នឹងហើយខ្ញុំដាក់ base 1អីចឹងទៅហើយបន្តមកទៀតលើក្រោយពេលដែលគ្នាយើងដើរទៅណាទៅឆ្ងាយឥឡូវឧទាហរណ៍ខ្ញុំដើរទៅឆ្ងាយអញ្ចឹងទៅហើយបន្តមកទៀតខ្ញុំវិញ base ខ្ញុំអត់ដឹងថាដើរតាមផ្លូវណាដើម្បីមកដល់ base ខ្ញុំវិញទេខ្ញុំគ្រាន់តែការ slash home អញ្ចឹងមកហើយបន្តមកទៀតវា load root crash ចេះមកហើយបន្តមកទៀតយើងមើលឈ្មោះទៅនេះអាមួយនេះឈ្មោះផ្ទះយើងនេះ base 1ខ្ញុំ set មិញអញ្ចឹងយើងចុចលើ crash ហ្នឹងហើយចាំបន្តិចទៅគឺវានាំគ្នាយើងទៅដល់អា base ឬមួយក៏ home ដែលយើង set មិញហ្នឹងហើយឃើញទេនេះគឺមកដល់ហើយអូខេបន្ទាប់ពីយើងបាន home ហើយយើងត្រូវធ្វើមិនទៀតធ្វើមិនធ្វើទៅគ្នាយើងអាចសង់ផ្ទះឲ្យស្អាតឬមួយក៏គ្នាយើងអាចសង់កន្លែងរលុយគ្នាយើងត្រូវដឹងថា server នេះគឺលេងមិននៅក្នុង server នេះគឺគេលេងលាក់ base គ្នាហើយចាប់ដើមរលុយហ្នឹងហើយរលុយហ្នឹងរលុយតាមវិធីណាហើយរលុយហ្នឹងយកទៅធ្វើអីគេអូខេតោះមកមើលទាំងអស់គ្នាអញ្ចឹងគ្នាយើងនៅពេលដែលគ្នាយើង slash shop តាមខ្ញុំអញ្ចឹងមកវានឹង load អានេះចេញមកហើយអញ្ចឹងនៅក្នុង shop គឺគ្នាយើងមានអីគ្រប់យ៉ាងដូចរបស់ប្រើប្រាស់នេះ PDN មាន slab មាន token box មាន ender pearl ender chest អីអញ្ចឹងទៅគឺតែមានលក់ហើយនៅក្នុងហ្នឹងគឺតម្លៃថ្លៃមែនតើឃើញអញ្ចឹងគ្នាយើងមានលុយគឺទិញមកហើយ block bill ក៏មាននេះ block bill មានគ្រប់ពណ៌ហ្នឹងហើយរបស់ nether យើងទុកយកធ្វើ potion ហ្នឹងក៏មានដែរហើយ totem and crystal និងអីផ្សេងទៀតគឺមានទាំងអស់ហើយកន្លែងនេះគឺ spawner សម្រាប់បង្កើតលុយហើយបន្តមកទៀតគឺយើងមានលក់ food ទៀតហ្នឹងហើយគឺរបស់ញ៉ាំអញ្ចឹងគ្នាយើងបាច់ភ័យរបស់ញ៉ាំទេយើងមានលុយយើងទិញរបស់ញ៉ាំមកឥឡូវខ្ញុំទិញសាច់គោចំនួន10ទៅហ្នឹងហើយយើងចុច confirm មកគឺយើងបានសាច់គោហើយឃើញទេប៉ុន្តែគឺវាអស់លុយយើងដែរនេះយើងហ្នឹងហើយវាអស់លុយយើងដែរលុះត្រាតែយើងមានលុយទិញបានទិញកើតអញ្ចឹងលុយខ្ញុំគ្នាយើងអាចមើលខាងស្ដាំដៃនេះបានយើងមានតែ 10k ទេគឺតិចមែនតើ 10k អត់ច្រើនទេគ្នាយើងនៅជីវិតពិត 10k គឺលុយច្រើនណាស់ប៉ុន្តែក្នុង game គឺ 10k លុយតិចណាតតែមានរាប់ M រាប់ B រាប់ T អីក៏បានច្រើនហ្នឹងហើយអញ្ចឹងតោះយើងទៅរកលុយទាំងអស់គ្នាអញ្ចឹងដើម្បីរកលុយបានគ្នាយើងត្រូវតែដឹងថាគ្នាយើងលក់អីបានលុយហ្នឹងហើយគ្នាយើងធ្វើការ slash spawn មកចូលរងចាំវាបន្តិចវានឹងនាំគ្នាយើងទៅដល់ spawn ហើយអញ្ចឹងពេលមកដល់ spawn គ្នាយើងងាកឆ្វេងដៃមកដើរតាមបន្លោះឆ្វេងនេះមកហើយយើងរត់ទៅត្រង់រហូតឃើញអាប៉ែមួយ skin ពណ៌ខ្មៅនេះមានឈ្មោះថា sellable item ហ្នឹងហើយនេះយើងចុចលើអាប៉ែហ្នឹងមកហើយនេះនឹងឃើញហើយនេះគឺរបស់អីគេខ្លះដែលយើងអាចលក់បានហ្នឹងហើយគឺមានរបស់ច្រើនមែនតើយើងអាចលក់បានចុចអាផ្ញើព្រួយនេះមកនិចទៀតហើយនេះមានរបស់ច្រើនមែនតើយើងអាចលក់បានហ្នឹងហើយអញ្ចឹងក្នុង server ភាគច្រើនណាគឺគេធ្វើ farm គ្នាយើង farm bamboo farm sugar
ខេនេះអញ្ចឹងទៅគ្នាយើងអាចមើលបានបែបប៊ូមួយស្មើ1800មួយណាគឺ1800គ្នាយើងគឺច្រើនមែនទែនអញ្ចឹងយើងអាចលក់បែបប៊ូក៏បានលក់ស៊ូកាខេនក៏បានដែរស៊ូកាខេនកាន់តែថ្លៃទៀតគឺតម្លៃដល់2009គឺថ្លៃមែនទែនយើងហើយ melon អីក៏អាចលក់បានថ្លៃដែរ melon គឺរហូតដល់3000ជាងគ្នាយើង3200គឺថ្លៃមែនទែនអញ្ចឹងខ្ញុំ recommend ឲ្យគ្នាទៅធ្វើ farm ទៅឥឡូវខ្ញុំឧទាហរណ៍ខ្ញុំឲ្យទៅមើល best គេមួយអូខេនេះគឺជា best របស់ Ching Easy ហ្នឹងហើយខ្ញុំមិនដឹងថាជា best គាត់ឬមួយក៏ចកា bamboo ដែលគាត់ដើររកឃើញនៅក្នុងព្រៃ jungle ទេអញ្ចឹងមកគ្នាយើងដើរឃើញចកា bamboo ចេះគឺដូចឃើញលុយសុតហ្មងហ្នឹងហើយអញ្ចឹងនេះគឺជា bamboo គ្នាយើងឃើញអត់គឺច្រើនមែនតើអញ្ចឹងគ្នាយើងសម័យមើលថានៅពេលដែលគាត់កាប់ bamboo ហ្នឹងអស់ហើយគាត់យក bamboo ហ្នឹងទៅលក់គឺបានលុយប្រមាណគ្នាយើងអញ្ចឹងមកឥឡូវខ្ញុំសាក់កាប់ bamboo បន្តិចឲ្យគ្នាយើងមើលហើយលក់ឲ្យគ្នាយើងមើលជាឧទាហរណ៍តែម្ដងអញ្ចឹងគ្នាយើងឃើញ bamboo អញ្ចឹងគ្នាយើងកាប់មកតែខ្ញុំ recommend ឲ្យកុំកាប់ពីក្រោមនេះកាប់អាទី2ចេះទុកមួយអញ្ចឹងទៅវាដុះមកវិញទៀតស្រួលពេលក្រោយយើងកាប់ទៀតអញ្ចឹងណាហ្នឹងហើយអូខេយើងកាប់ចឹងមកយកដៃកាប់នេះគឺកាប់លឿនគ្រាន់ចុចមួយគឺបាក់តែម្ដងឃើញទេយើងកាប់វាចឹងមកហើយខ្ញុំលក់ឲ្យគ្នាយើងមើលថាយើងបានលុយប្រហែលឥឡូវយើងកាប់ប៉ុណ្ណឹងបានហើយមិនបាច់ច្រើនទេនេះកម្មតិចមិញគឺខ្ញុំទទួលបានរហូតដល់មួយ state ជាងគ្នាយើងមកឥឡូវយើងសាកលក់សិនតោះឥឡូវយើងសាកលក់ទៅធ្វើការវាយតាមខ្ញុំមក /sell GUI អូខេហើយតោះមកទៀតវាលោតអានេះចេញមកហើយយើងដាក់ bamboo ចូលមក lock ហើយយើងធ្វើការបិទមកហ្នឹងហើយបិទមកបិទផ្លាប់មកគឺវាលោតលុយលឿនហ្នឹងមកហើយនេះឃើញទេ 163k គ្នាយើងច្រើនមែនតើលក់មិនតិចទេហ្នឹងតោះមិនតិចហ្នឹងណាឃើញអត់ឥឡូវគ្នាយើងសម័យមើលទៅ bamboo មួយចកាដែលយើងខំដាំឬមួយក៏យើងរកឃើញហ្នឹងគឺលក់បានលុយប៉ុន្មានយើងសម័យមើលគឺច្រើនខ្លាំងណាស់គ្នាយើងគឺច្រើនខ្លាំងមែនតើសឹងថាកាប់ម្នាក់ឯងកាប់អត់អស់ហើយតោះហៅគ្នាមកជួយកាប់ហើយនេះគឺជាចកា bamboo ធម្មជាតិទេតាមខ្ញុំគិតគឺវាដុះធម្មជាតិនៅក្នុងព្រៃ jungle អញ្ចឹងណាហ្នឹងហើយអញ្ចឹងមិញគឺយើងមើលឃើញចកាធម្មជាតិហើយគឺវាដុះដោយធម្មជាតិចកា bamboo មិញណាឥឡូវយើងមកមើល farm bamboo ដែលគេធ្វើដោយម៉ាស៊ីនវិញនេះឥឡូវយើងមកមើលនេះម៉ាស៊ីននេះឃើញទេខ្ញុំឲ្យគ្នាយើងទៅមើល YouTube មើលពីរបៀបធ្វើទៅគឺវា farm អញ្ចឹង auto farm អញ្ចឹងឃើញទេហ្នឹងហើយនៅពេលដែលហើយគឺយើងចាំតែបើកហឹបមកហើយខ្ញុំពេលហើយគឺគ្នាយើងបើកតែហឹបមកគឺកលិច bamboo auto ហ្មងឃើញទេ bamboo វាឡើង auto តែម្ដងហ្នឹងហើយគឺងាយស្រួលមែនតើយើងងាយស្រួលមែនតើគឺដូចបង្កើតម៉ាស៊ីនផលិតលុយយើងដូចខ្ញុំប្រាប់គ្នាយើងអញ្ចឹងហើយនេះគឺគ្រាន់តែមួយប្រភេទរបស់auto farm bamboo ទេគឺមានច្រើនប្រភេទទៀតយើងទៅ search YouTube មើលខ្លួនឯងទៅខ្ញុំ recommend មែនតើឲ្យទៅធ្វើ farm អញ្ចឹងនៅ best ខ្លួនឯងហើយនេះគាត់មិនមែន farm តែ bamboo ទេខ្ញុំមើលបាននេះគឺគាត់ farm ជាមួយនឹង melon នេះអញ្ចឹងទៅហ្នឹងហើយមានអីផ្សេងៗទៀតគាត់កំពុងតែធ្វើព្រោះ server ទៅបើកទេនេះយើងអញ្ចឹង server ទៅបើកទេគាត់ធ្វើបានប៉ុណ្ណេះហើយតែគាត់ខ្លាំងហើយយើងហើយតែគាត់ខ្លាំងហើយអញ្ចឹងនេះគឺជា best របស់ Varagon ជាមួយនឹង Momo អញ្ចឹងនេះអាចមើលម្ចាស់ best គាត់បាននេះគឺលុយច្រើនមែនតើនេះ119លាន Oh my god នេះមើលទៅគឺគាត់មានជាមួយនឹង villager មានអីទៀតអញ្ចឹងគ្នាយើងសង់ជាគំរូធ្វើតាមគាត់អញ្ចឹងមក best គឺអាចស្អាតក៏បានអត់ស្អាតក៏បានសំខាន់រកលុយបាននេះយើងគឺនិយាយកាត់ឲ្យប៉ុណ្្នឹងហើយខ្លីតែបិទខ្ញុំបាច់ recommend ឲ្យគ្នាយើងធ្វើស្អាតពេកសំខាន់ធ្វើម៉េចឲ្យរកលុយបានហើយសង់ក្រោមដីលាក់អីក្រោមដីអញ្ចឹងមកកុំធ្វើលើគេរត់ទឹកឃើញ best របស់យើងគឺតិចអស់ហើយអញ្ចឹងយើងកុំធ្វើលើយើងធ្វើក្រោមអញ្ចឹងមកអញ្ចឹងរបៀបលេងគឺមានប៉ុណ្្នឹងអត់មានច្រើនអត់មានសុខស្មាញញ៉ៃគឺមានប៉ុណ្្នឹងឯងហើយសម្រាប់ខាងក្រោយគ្នាយើងឃើញ portal ហើយក៏ដាក់ឈ្មោះថា short PVP arena នេះគឺកន្លែងគេទៅវាយគ្នាហ្នឹងឯងអញ្ចឹងគ្នាយើងអាចទៅវាយគ្នាបានបើគ្នាយើងខ្លាចជាអ្នកខ្លាំងចង់វាយគ្នាអញ្ចឹងអាចមកវាយគ្នាកន្លែងទៅនេះបានហ្នឹងឯងហើយគឺគេមានម៉ោង drop ធ្លាក់ដើម្បីយើងទៅដាំ drop យករបស់ពិសេសបានទៀតហ្នឹងឯងគឺវាលយមែនតើអញ្ចឹងមានប៉ុណ្្នឹងហើយគឺគ្នាយើងចាស់លេងហើយចូលមកលេងមកចាយពី server ផុស server ដាក់ឲ្យនៅខាងលើហ្នឹងបញ្ជូនជួបគ្នានៅក្នុង server ទាំងអស់គ្នា